ព័ត៌មានពុស្ដាទី1នេះគឺលោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថាឥឡូវនេះលោកបានឲ្យផ្អាកសិននៅផែនការដែលចង់វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែលថាគ្រោងនឹងវាយប្រហារនៅថ្ងៃអង្គារស្អែកនេះបាទគឺលោកបានបញ្ជាក់ថាការដែលលោកសម្រេចបែបនេះគឺក្រោយពីមានមេដឹកនាំនៃបណ្ដាប្រទេសនៅមជ្ឈមបូព៌ានឹងចំនួន3រូបបានស្នើសុំមកលោកឲ្យផ្អាកការវាយប្រហារនេះសិនបាទលោកត្រាំបានថ្លែងបែបនេះនៅតាមបណ្ដាញសង្គម True Social របស់លោកថាលោកបានប្រាប់ទៅមេដឹកនាំយោធារបស់សហរដ្ឋអាមេរិកថាបាទពួកគេមិនត្រូវបើកការវាយប្រហារតាមផែនការដែលសហរដ្ឋអាមេរិកបានដាក់ចេញនៅថ្ងៃស្អែកនេះទេបាទដោយសារតែមានអ្នកដែលសុំឲ្យផ្អាកការវាយប្រហារនឹងចេញពីមេដឹកនាំនៃប្រទេសកាតាបាទមានមេដឹកនាំនៃប្រទេសអារ៉ាប៊ីសាអូឌីតហើយនិងប្រទេសអារ៉ាប់រួមបាទមេដឹកនាំសំខាន់ទាំង3នោះបានស្នើមកលោកប្រធានាធិបតីថាកុំអាលវាប្រហារអីបាទដោយសារតែមានការចរចាគ្នាក៏ប៉ុន្តែសារព័ត៌មានបានរាយការណ៍ថាទើបតែឃើញការបង្ហោះតាមបណ្ដាញសង្គមរបស់លោកត្រាំដូចនេះទេដែលថាផ្អាកការវាប្រហារពីមុនមកដូចជាមិនមានសញ្ញាណាមួយដែលថាសហរដ្ឋអាមេរិកមានគម្រោងចង់វាប្រហារទៅលើប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះទេបាទក៏ប៉ុន្តែឥឡូវនេះគឺលោកតាមលោកប្រកាសអញ្ចឹងគឺបាទនេះគឺទៅតែធ្វើតាមការដែលលោកបានលើកឡើងហើយលោកត្រាំបានបញ្ជាក់ថាលោកបានពិចារណាក្នុងការចាត់ការខាងផ្នែកយោធាឡើងវិញទៅលើទីក្រុងទីអ៊ីរ៉ង់បន្ទាប់ពីបានផ្អាកការចរចាគ្នាក្នុងពេលកន្លងមកបាទនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Axios បានរាយការណ៍ដឹងហើយនៅឯសេតាវិមានវិញគឺលោកប្រធានាធិបតី Donald Trump ក៏បានមានប្រសាសន៍ផងដែរថាលោកពិតជាបានបង្ហោះអញ្ចឹងមែនគឺលោកថាលោកឲ្យសហរដ្ឋអាមេរិកនឹងត្រៀមវាប្រហារនៅថ្ងៃអង្គារស្អែកនេះហើយក៏ប៉ុន្តែឥឡូវហ្នឹងគឺអ្វីទៅផ្អាកមួយរយៈពេលខ្លីសិនទេក៏ប៉ុន្តែអាចជារៀងរហូតផងដែរប្រសិនបើអ៊ីរ៉ង់ព្រមទទួលយកនៅអ្វីដែលសហរដ្ឋអាមេរិកចង់បានគឺបានន័យថាគឺសហរដ្ឋអាមេរិកមិនចង់ឲ្យមានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេហើយបើអ៊ីរ៉ង់ព្រមទទួលយកតាមការចង់បានរបស់សហរដ្ឋអាមេរិកនោះគឺអ្វីនឹងបើនឹងដំណើរការល្អហើយបាទដំណឹងនេះបានធ្វើឲ្យទីផ្សារនៅអាស៊ីទីផ្សារភាគហ៊ុននៅអាស៊ីហ្នឹងក៏លក់ឡើងថ្លៃផងដែរបើទោះបីជាតម្លៃប្រេងសាំងនៅតែខ្ពស់ក៏ដោយណាបាទ